យើងសេមួយណាបងប្អូនចាតែយើងសេ3កន្លះស្លឹកភៅណាបងប្អូនចា2កន្លះយើងសេចេះមកហើយទៅ1កន្លះយើងដាក់សក់ណាបងប្អូនចាចចាឆចាយើងសរសេរឲ្យព្រឹកព្រេងបន្តិចណាបងប្អូនសរសេរមួយចាយើងរៀនសរសេរគឺសរសេរមួយណាកូនមួយទាំងអស់គ្នាចាកុំសរសេរញាប់ពេកកាលណាយើងសរសេរញាប់ពេកអក្សរយើងក៏អត់ស្អាតណាចាចចាឈើចាយើងសរសេរមួយហើយឲ្យត្រង់ជួរណាចាឲ្យស្មើគ្នាឲ្យស្អាតចឹងចាឈើចាញើចាកូនរៀនសរសេរមកណាចាកុំទុកពេលទំនេរណាពេលទំនេរយើងបើកសភៅមករៀនសរសេរទាំងអស់គ្នាចាកុំឲ្យបាក់ដោយសារយើងណាចាខំបង្រៀនចាយើងអានចឆជឈើញើចាអានម្ដងទៀតចឆជឈើញើចាយើងសរសេរម្ដងទៀតចាចចាសរសេរមួយចឹងណាបងប្អូនកូនក្មួយចារៀនសរសេរទាំងអស់គ្នាឆ្លាតទាំងអស់គ្នាណាចាខំប្រឹងរៀនទើបមកសរសើរទើបមកស្រឡាញ់ចង់ឲ្យមកបានស្រឡាញ់គឺយើងខំបង្រៀនខំប្រឹងសរសេរណាចាសរសេរបានច្រើនចាទំនេរគឺយើងសរសេរកុំឲ្យមកប៉ះហត់តាមពីព្រោះតែយើងណាចារៀនសរសេរបានគ្រប់គ្នាណាកូនចារួចសរសេរឲ្យមួយណាកុំញាប់ពេកចារួចហើយចាចឆជ